អកនត្រូវទស្សនិកជនជាទីគោរពនិងជាទីមេត្រីដែលឡាយការប្រកួតរចនាគំនូរសិទ្ធិចាសសុបិនស្ត្រីចាបានរកឃើញជលភីឆ្នើមចំនួន4រូបដែលនៅក្នុងនោះគឺមានជលភីលេខ2ស្ទួននិងលេខ3ស្ទួនអមជាមួយនឹងថវិកាមួយចំនួនផងដែរលោកស្រីវ៉ាកាណានូគូយដែលជាអ្នករៀបចំកម្មវិធីការប្រកួតរចនាគំនូរសុបិនស្ត្រីបានមើលឃើញថានៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនាជំនាញរចនាគឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាលោកស្រីបានរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រីតាំងពីឆ្នាំ2011ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាននិងសម្រេចនូវក្តីសុបិនរបស់ខ្លួនលោកស្រីបានបង្ហាញក្តីរីករាយដែលបានឃើញស្ត្រីវ័យក្មេងរបស់កម្ពុជាបានចូលរួមក្នុងការប្រកួតដើម្បីបញ្ចេញសមត្ថភាពនិងក្តីសុបិនរបស់ខ្លួន 10 years ago, 2000, almost like 2009. បានមកកម្ពុជាលើកដំបូងនៅឆ្នាំ2009ដោយពេលនោះគាត់បានទៅទស្សនាប្រាសាទអង្គរវត្តហើយគាត់ឃើញក្បាច់រចនាស្អាតខ្លាំងមែនទែនដែលគាត់គិតថាប្រហែលជាប្រជាជនជាពិសេសនារីនៅក្នុងស្ត្រីនៅក្នុងប្រទេសកម្ពុជាមានសមត្ថភាពក្នុងការអាចធ្វើ design បានឲ្យពួកគាត់ទទួលបានកម្រៃក្នុងការគេថាឯករាជ្យហិរញ្ញវត្ថុហើយដែរបានគាត់ជ្រើសរើសស្ត្រីដោយសារមានតនន័យបានដែលគាត់ដឹងបានថាពេលដែលស្ត្រីបានកម្រៃថវិកាចំណូលរបស់គាត់យកទៅចំណាយលើគ្រួសារចំណាយលើកូនហើយដល់ពេលដែលបុរសគាត់បានចំណូលគាត់ចំណាយលើអ្វីផ្សេងមិញហ្នឹងគ្រាន់តែជាការកំ pl ែងទេតែតាមពិតទៅគាត់ឃើញថាស្ត្រីនៅក្នុងប្រទេសកម្ពុជាមានទេពកោសល្យហើយគាត់ចង់បង្កើតកម្មវិធីនឹងឡើងដើម្បីជាឱកាសដើម្បីពួកគាត់បានបង្ហាញទេពកោសល្យរបស់ពួកគាត់ That's why I thought that's my serious លោកស្រីវ៉ាកាណានូគូយដែលជាអ្នករៀបចំកម្មវិធីការប្រកួតរចនាគំនូរសុបិនស្ត្រីអ្វីដែលគួរឲ្យកត់សម្គាល់ការប្រកួតរចនាគំនូរសុបិនស្ត្រីរដូវកាលទី10ក្នុងឆ្នាំ2023នេះរកឃើញម្ចាស់ពានរង្វាន់ចំនួន22នាក់ដូចជាពានរង្វាន់លេខ2ចំនួន2នាក់ពានរង្វាន់លេខ3ចំនួន3នាក់រង្វាន់ La Cobel ចំនួន1នាក់រង្វាន់ Yamada សាលាវិចិត្រសិល្បៈចំនួន2នាក់រង្វាន់កិត្តិយសចំនួន9នាក់រង្វាន់ Okuda ចំនួន1នាក់រង្វាន់ Real Tiger ចំនួន3នាក់និងរង្វាន់លើកទឹកចិត្ត1នាក់ក្នុងចំណោមស្នាដៃគំនូររចនារបស់យុវតីជាច្រើនរូបដែលបានចូលរួមប្រកួតស្នាដៃគំនូររចនាដោយយុវតីមានគឹមជេងនិងភាពស្រីរតទទួលបានជ័យលាភីលេខ2ទទួលបានពានរង្វាន់1អមជាមួយទឹកប្រាក់ចំនួន$300រៀងគ្នាចំណាត់ថ្នាក់លេខ3ដែលមានទឹកប្រាក់ចំនួន$100ចំនួន3រង្វាន់បានទៅយុវតីខាត់រីនីយុវតីខៀវសេរីរតសាវតីនិងយុវតីគៀនដាវីគូបញ្ជាក់ផងដែរស្នាដៃគំនូរដែលបានចូលរួមការប្រកួតរចនាគំនូរសុបិនស្ត្រីក៏មានឱកាសបង្ហាញស្នាដៃក្នុងកម្មវិធីតាំងពីពណ៌ផ្សេងៗផងដែរនៅថ្ងៃទី5ដល់17ខែធ្នូឆ្នាំ2023នេះស្នាដៃគំនូររបស់យុវតីជាប់ជ័យលាភីនឹងដាក់បង្ហាញក្នុងកម្មវិធីតាំងពីពណ៌គំនូរសុបិនស្ត្រីនៅផ្ទះមេតាភ្នំពេញ